ថ្ងៃនេះគឺចង់មកបង្ហាញបច្ចេកទេសក្នុងការថែដំណាំប៉េងប៉ោះឈើរីនៅក្នុងប្រទេសកូរ៉េហើយការថែទាំដើមប៉េងប៉ោះឈើរីគឺអត់ពិបាកទេគឺមានតែ2-3មុខទេក្រៅពីទម្លាក់ដើមហើយយើងកាត់ត្រួយអស់ពីកាត់ត្រួយបេះផ្លែការងារហ្នឹងគឺវិលជុំតែម្ដងអស់ពីបេះផ្លែទៅយើងដើរកាត់ស្លឹកវាទៅគឺស្លឹកវានៅនេះគឺតម្រូវទុកតែ7ទៅ8ស្លឹកទេបើកាលណាដែលយើងទុកច្រើនគោពេញប៉ោះហ្នឹងគោផ្លែវាអត់ល្អដែរហើយបើកាលណាដែលយើងទុកតិចពេកគោផ្លែពេញប៉ោះហ្នឹងគឺអត់ធំល្អដែរគឺគេតម្រូវទុកតែ7-8ស្លឹកទេគឺ7-8ស្លឹកហ្នឹងគឺស្តង់ដារគេតែម្ដងបងប្អូនហើយការទម្លាក់ដើមពេញប៉ោះហ្នឹងគឺអត់ពិបាកទេនេះដូចក្នុងរូបភាពហ្នឹងគឺមានខ្សែមានតាគៀបគេអញ្ចឹងបើកាលណាដើមដែលវាខ្ពស់ទៅគឺយើងដកតែតាគៀបហ្នឹងធូរតែខ្សែហ្នឹងមកគឺយើងអាចទម្លាក់បានហើយយើងរៀបផ្លែរៀបអីវាឲ្យស្អាតមកឲ្យវាធ្លាក់មកខាងក្រោមមកសំណុកដល់ពេលយើងបេះគឺយើងងាយស្រួលក្នុងការបេះបន្ទាប់ពីយើងទម្លាក់ដើមទម្លាក់អីស្អាតបាត់ហើយគឺយើងចាប់ផ្ដើមដើរក្តិចត្រួយដើរកាត់ត្រួយវាគឺនៅនេះគឺតម្រូវឲ្យទុកតែម្ដើមទេបើកាលណាដែលយើងទុកមែកវាឲ្យវាបែកខ្ញែកច្រើនពេកក៏ផ្លែហ្នឹងអត់ធំល្អហើយក៏ផ្លែហ្នឹងអត់បានផ្លែច្រើនដែរបន្ទាប់ពីយើងដើរក្តិចត្រួយវារួចរាល់ហើយយើងចាប់ផ្ដើមដើរកាច់ស្លឹកវាម្ដងកាច់ស្លឹកខាងក្រោមហ្នឹងដូចក្នុងរូបភាពហ្នឹងកាច់ទុកតែ7ទៅ8ធាងទេដើម្បីឲ្យថ្ងៃជះត្រូវផ្លែវាបានល្អហើយផ្លែហ្នឹងក៏ទុំបានល្អដែរបើសិនជាផ្លែហ្នឹងអត់សូវត្រូវថ្ងៃទេផ្លែហ្នឹងគឺទុំអត់ល្អទេអញ្ចឹងហើយបានគេកាត់ទុកតែ7ទៅដើម្បីឲ្យផ្លែហ្នឹងត្រូវថ្ងៃឲ្យវាទុំបានល្អហើយសម្រាប់ការបេះផ្លែវិញយើងរើសតែផ្លែណាដែលទុំក្រហមល្អទៅផ្លែហ្នឹងផ្អែមឆ្ងាញ់អត់ជូរទេតែបើផ្លែណារៀងឈូកផ្កាឈូកអីអាហ្នឹងផ្លែហ្នឹងវាអាចនឹងជូរខ្លះដូចក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំបេះតែផ្លែណាដែលក្រហមល្អទេដើម្បីឲ្យយើងបេះក្នុងមួយអាទិត្យយើងអាចបេះបាន2ដងអញ្ចឹងហើយយើងបេះតែក្រហមទេហើយឈូកគឺយើងចាំបេះម្ដងទៀតហើយបេះក្នុងម្ដងគឺបានផ្លែច្រើនគួរសមដែរបេះម្ដងអាចខ្ទង់បានប្រហែលជា800គីឡូទៅ900គីឡូដែរហើយបន្ទាប់មកគឺយើងយកវាទៅវាយឡើងនេះគឺចម្រាញ់យកលេខ1លេខ2លេខ3និងលេខ4ហើយសម្រាប់ផ្លែលេខ1គឺតម្លៃបាក់វាយនឹងលេខ2ទេបើសិនជាលេខ2ពេលខ្លះអាចថ្លៃជាងលេខ1ព្រោះលេខ2ផ្លែស្តង់ដារជាងលេខ1ផ្លែវារៀងធំតែផ្លែលេខ2គឺមកល្មមអញ្ចឹងហើយទៅផ្លែលេខ2ពេលខ្លះអាចលក់ថ្លៃជាងលេខ1ហើយពេញប៉ោះក្នុងម្លាំង2គីឡូលក់ទៅបានខ្ទង់ប្រហែលជា$10ទៅ$10ជាងដែរ